ចំណៃមិនដែលលីស្រាញ់ជុំមកបងប្អូនព្រោះបងប្អូនមានបាយបងប្អូនអាចប្រើបាយលាយដើម្បីឲ្យមិនស៊ីបានពីបាយដែលសល់នៅក្នុងផ្ទះអីបងប្អូនអាចលាយយកមកលាយមកហើយមានបន្លែបងប្អូនអាចលាយបន្លែបន្ថែមពីលើទៀតបានដើម្បីឲ្យมันវាស៊ីទៅវាឆាប់ខំហើយចំណីមានពោតស្រូវត្រាំឬក៏ស្រូវបណ្ដុះមេចំណីជ្រូកចំណីកូនមន់និងកន្ទក់នេះពងមកសាច់ចំណីហើយនេះខ្ញុំថែមបាយដោយសារបាយយើងនៅសល់យើងហូបអត់អស់យើងអាចថែមដើម្បីឲ្យវាស៊ីបាន